បងប្អូនទាំងគ្នាឥឡូវយើងមកទូឯកយើងឯងគឺជារថយន្ត iCar V23 បញ្ជាក់បងប្អូននេះគឺជារថយន្តប្រភេទ Global Spec មានការធានាផ្លូវការ8ឆ្នាំឬ160,000 គីឡូហើយបងប្អូនអាចចំណាំបានរថយន្ត iCar នេះគឺបាទនេះ model គេ ICAUR បញ្ជាក់មានអក្សរ U នេះបញ្ជាក់ថាជារថយន្តដែលមានធានាផ្លូវការពីរោងចក្រតែម្ដងបងប្អូន8ឆ្នាំឬ160,000 គីឡូហើយបងប្អូនអាចបង់រំលោះក៏បានដែរប្រចាំខែត្រឹមតែ236ហើយឥឡូវផ្ទាល់គឺគេផ្ដល់ជូនតម្លៃពិសេសបាទបងប្អូនចំណេញបានដល់ទៅ$3,000ចុះតម្លៃរថយន្តថ្មីនៅសល់តែ$30,000ស្ដាងឯងបងប្អូនចំណេញខ្លាំងមែនតើហ្មងអូខេឥឡូវយើងចូលមកកាន់វីដេអូយើងបន្តិចអញ្ចឹងសម្រាប់ការរចនាចេញមកគឺបែបលក្ខណៈថាអំណាចវាស្អាតមែនតើស័ក្តិសមសម្រាប់បងប្អូនប្រើប្រាស់លក្ខណៈគ្រួសារនៅក្នុងក្រុងឬក៏ទៅខេត្តក៏បានដែរហើយរថយន្តនេះបំពាក់ដោយ motor 2បងប្អូនហើយចំណុចដែលខ្ញុំស្រឡាញ់ខ្លាំងហ្នឹងគឺត្រង់ថាអញ្ចឹងបើសិនបងប្អូនជិះ knockdown mode គឺរថយន្តនេះដំណើរការដោយ motor 1ឯងនៅពេលដែលយើងកាច់ចូល off road mode គឺវានឹងដំណើរការ motor 2អញ្ចឹងវាពិតជាងាយស្រួលសម្រាប់បងប្អូនដូចជួនកាលបងប្អូនត្រូវការ adventure ទៅទីតាំងណាដែលផ្លូវពិបាកអីរថយន្តនេះអាចជូនបងប្អូនទៅដល់ទីកន្លែងតែម្ដងឥឡូវយើងមកមើលការរចនាបងប្អូនឃើញទេចង្គៀងគេធ្វើចេញមកបែបលក្ខណៈមូលស្អាតមែនតើបងប្អូននេះហើយកន្លែងនេះយើងអាចពេលខ្លះយើងអាចអង្គុយលើនេះឈរថតរូបលេងអីចឹងណាព្រោះមុននឹងម្ដងគាត់អង្គុយទំនងខ្លាំងមែនតើហ្មងបាទនិយាយទៅ fashion មែនតើរថយន្តនេះចេញមកលក្ខណៈស្អាតហ្មងបាទហើយមើលចង្គៀងដែលថាបែបកពស់ពោះពីដៃល្អមែនតើជិះទៅណាក៏ដោយមិនបាច់ភ័យថាកាល់បានទេបងប្អូនបាទទៅបានគ្រប់សានពីផ្លូវស្អាតយើងការរចនាចេញមកហើយ option ទៅលើមានច្រើនមែនតើចាំពេលទៀតខ្ញុំទៅខាងក្នុងខ្ញុំបង្ហាញចាក់តងនឹង option ពិសេសចឹងណាបាទចុះបញ្ជាក់ម្ដងទៀតដែរបាទ model iCar នេះ ICAUR មានន័យថាជាប្រភេទ Global Version មានការធានាផ្លូវការបាទបន្តិចអក្សរ U បងប្អូនជាពិសេសបងប្អូនចូលមក showroom គាត់ច្បាស់ជាឃើញហើយ showroom គាត់គឺបុគ្គលិកគាត់ពេលអាវពណ៌ទឹកក្រូចហ្មងងាយស្រួលចំណាប់មែនតើហើយការរចនាចេញមកនៅក្នុង showroom standard មែនតើអាចមើលបានទេបាទរៀបចំចេញមកស្អាតមែនតើសូម្បីតែវត្ថុអនុស្សាវរីយ៍តាំងពីកាតាឡុកអាវអីនានាចេញមកគឺទំនុកចិត្តតែម្ដងជាពិសេសគឺមានការធានាផ្លូវការតែម្ដងបងប្អូនអញ្ចឹងចាប់ពីថ្ងៃនេះទៅបងប្អូនជឿរថយន្តនេះហើយអត់បារម្ភរឿងថាអូសាំងឡើងថ្លៃអីអត់បាច់បារម្ភទេព្រោះយើងមានរថយន្តនេះប្រើប្រាស់ហើយបងប្អូនហើយបើយើងនិយាយពីកម្លាំងម៉ូទ័រក៏ដូចជាកម្លាំងអាគុយវិញណាបងប្អូនតែតើរថយន្ត iCar V23 ទំហំអាគុយគឺ82គីឡូវ៉ាត់បងប្អូនអាចបើកបរបាន6គីឡូបងប្អូនប្រភេទ AWD ហើយបើយើងនិយាយពីកម្លាំងម៉ូទ័រគាត់ណា155គីឡូវ៉ាត់ស្មើនឹង207 horsepower កម្លាំងរបួស292 Newton m បងប្អូនហើយបើយើងនិយាយពីការវត្តបណ្ឌិតជាន់កុងទ័រពី0ទៅ100ត្រឹមតែ 7.5 វិនាទីទេហើយបើយើងនិយាយពីទំហំរថយន្តណាបាទតាក់ទងនឹងបណ្ដោយ 4220 មីលីម៉ែត្រតាក់ទងនឹងតឹង 1915 មីលីម៉ែត្រតាក់ទងកម្ពស់ 1845 មីលីម៉ែត្រហើយបើយើងនិយាយពីគម្លាតកង់មកក្រោយគឺ 2735 មីលីម៉ែត្រយើងទៅតាក់ទងនឹងកម្លាំងប៉ុណ្នេះទំហំរថយន្តប៉ុណ្នេះជិះដឹងតែពិសេសហ្មងហើយខាងក្នុងដោយសារតែការរចនាគេចេញមកលក្ខណៈដូចឆុងដូចប្រភេទ G class អញ្ចឹងលយមែនតើហ្មងជិះចេញមកអំណាចហ្មងបងប្អូនអញ្ចឹងសម្រាប់ទំហំនេះពិតជាងាយស្រួលក្នុងការបើកបរមែនតើឥឡូវមកមើលផ្នែកចំហៀងរបស់ខ្ញុំបន្តិចបងប្អូនតើផ្នែកចំហៀងណាវ៉ាវអស្ចារ្យមែនទេបងប្អូនតើតើនឹងយ៉ាន់កង់គេចេញមកការ design ស្អាតមែនទេហើយ logo គេបានបញ្ជាក់ដល់នេះ ICAUR logo iCar គេណាជារថយន្តនិយាយទៅ global version ហ្មងនេះទំហំអស់តហ្មង265 45 R21 បងប្អូនធំល្អមែនទេហើយរថយន្តនេះតើតើកម្បាំងផឹកគេប្រើប្រភេទកាំបញ្ញៃអញ្ចឹងបងប្អូនត្រូវដឹងដែរបើសិនជារថយន្តបងប្អូនប្រើកម្បាំងផឹកបែបហ្នឹងនៅពេលដែលយើងលាងឡានគួរតែប្រាប់អ្នកលាងឡានថាកុំឲ្យបាញ់ខ្លាំងពេកអញ្ចឹងណាបាទព្រោះដោយសារតែកម្បាំងផឹកយើងមិនមែនជ័រធម្មតាទេកម្បាំងផឹកនេះគឺជួយទប់សម្លេងរំខានចូលទៅក្នុងរថយន្តបងប្អូនផ្ទាល់អូខេឥឡូវមើលការរចនាផ្នែកចំហៀងបាទ4.2 ម៉ែត្របងប្អូនជិះក្នុងក្រុងក៏ស្រួលចតដែរបាទមិនល្មមហ្មងហើយជិះ5នាក់នៅក្នុងឡានណាអត់ភ័យថាជាអៀតទេហើយមើលការរចនាចេញមកបាទអូមាន NFC កាតបងប្អូនប្រើកាតបានណាហើយកញ្ចក់គេអីនេះពណ៌ខ្មៅចេញមកស្អាតមែនតើហើយសម្រាប់ពណ៌ទឹកក្រូចនេះខ្ញុំនិយាយមែនបើសិនជាបងប្អូនប្រើអត់សាញពណ៌គេថាពណ៌ទឹកក្រូចនេះក៏ជាពណ៌មួយដែលពិសេសដែរជិះតាមផ្លូវងាយស្រួលឃើញមែនតើហើយស្អាតបាទស្អាតមែនតើបងហើយជំរឿគេក៏មានច្រើនពណ៌ដែរគេមានពណ៌របៀបគេហៅថាពណ៌រៀងបៃតងត្រីអ៊ីអញ្ចឹងណាហើយក៏មានពណ៌ខ្មៅពណ៌សហើយពណ៌ទឹកប្រាក់មានច្រើនពណ៌ជំរឿសម្រាប់បងប្អូនផ្ទាល់ហើយចំណុចដែលខ្ញុំស្រឡាញ់បន្ថែមហ្នឹងគឺដៃទ្វារបងប្អូនមានអារម្មណ៍មើលទេគេមានភ្លើងទៀតណាលយមែនតើនេះបាទយើងអាចបើកបាននេះអូនេះអែមមែនតើហើយសំខាន់មានឈ្នាន់ជាន់ហើយស្រាយទៀតបងប្អូននេះឃើញទេអូខេអញ្ចឹងតើតើក្នុងផ្នែកចំហៀងខ្ញុំមានប៉ុណ្ណឹងបន្ទាប់មកបងប្អូនមកទស្សនាផ្នែកខាងក្រោយហើយចុងក្រោយចាំយើងមកទស្សនា option ពិសេសនៅខាងក្នុងរថយន្តតោះមកតាមដានផ្នែកខាងក្រោយជាមួយខ្ញុំទាំងអស់គ្នា
បងប្អូនចូលមកដល់ផ្នែកខាងក្រោយហើយអូយស្អាតខ្លាំងមែនតើនេះអូយបងប្អូនទាំងជង្គៀងទាំងអីជួយមកអំណាចហ្មងណាជាមួយ logo គឺខ្ញុំនិយាយយ៉ាងអាយខា V23 ហើយបងប្អូនមើលខាងនោះបានមាន logo Cherry បាទព្រោះតែថាតើជាក់ស្ដែងទៅអាយខាគឺនៅក្រោមបទសម្ព័ន្ធជាមួយក្រុមហ៊ុន Cherry បងប្អូនហើយក្រុមហ៊ុន Cherry ជាក្រុមហ៊ុនមួយដែលលក់រថយន្តដាច់មែនតើបាទមួយឆ្នាំលក់ចូលលានគ្រឿង18លានគ្រឿងច្រើនមែនតើបងបាទនិយាយទៅការចរាចរណ៍គាត់បងប្អូនប្រើដោយទំនុកចិត្តហ្មងបងប្អូននេះហើយអាចមើលបាននេះអូលយមែនតើបងប្អូននេះស្អាតមែនតើការរចនាគេចេញមកគឺ unique ហ្មងណាបងប្អូនស្អាតខ្លាំងតោះឥឡូវមើលខាងក្នុងតិចនេះវ៉ាវចាំសម្រាប់ផ្នែកខាងក្នុងរថយន្តនេះដោយសារតកម្ពស់ខ្ពស់បងប្អូនឃើញទេបាទ1800មីលីម៉ែត្រជាងអញ្ចឹងវាទលាយបងប្អូនដាក់អវ៉ាន់អីប្រឈដាក់បានច្រើនបងប្អូននេះអាចមើលបានខូលបើគេបងប្អូនវ៉ាវមាន space ដាក់អវ៉ាន់នៅខាងក្រោមនេះទៀតនេះធំមែនតើសឹងតែដាក់ Wally Carry On ចង់ចូលអញ្ចឹងសម្រាប់ space ដាក់អវ៉ាន់មួយលើរថយន្ត iKa V23 នេះគឺអត់បាច់បារម្ភទេបាទគឺមក set ជូនបងប្អូនហ្មងអូខេអញ្ចឹងតើតោះនឹងផ្នែកខាងមុខចំហៀងខាងក្រោយខ្ញុំមានប៉ុណ្ណឹងបន្តមកបងប្អូនចូលមកទស្សនាផ្នែកខាងក្នុងបន្តិចថាតើផ្នែកខាងក្នុងមានចំណុចពិសេសអ្វីបន្ថែមទៀតតោះមកតាមដានទាំងអស់គ្នានៅផ្នែកខាងក្នុងចូលមកដល់ផ្នែកខាងក្នុងបងប្អូនឃើញទេស្រឡះល្អមែនតើហើយការរចនាគឺប្លែកខ្លាំងមែនតើហ្មងជារថយន្តដែលមានកុងទ័របងប្អូននេះអត់មានអីសោះក៏ប៉ិតអត់ទេនេះនៅក្នុងនេះបងប្អូនបាទនេះកុងទ័រគេការ touch screen នៃក្រង់គេ touch smooth ល្អមែនតើ color គេដិតច្បាស់ហ្មងមាន off road dashboard ទេណានិយាយគឺផ្ដោតលើ concept off road ហ្មងអញ្ចឹងគេមានមើលសម្ពាធកង់ទាំង4ប្លានយើងថេតឆ្វេងឬថេតស្ដាំអញ្ចឹងណាបាទហើយមាន noise គេចេញមកចង់ថារថយន្តប្រភេទ global spec អញ្ចឹងមានការធានាផ្លូវការមាន CarPlay មាន Android Auto សម្រាប់មើលផែនទីជាដើមបងប្អូនហើយយើងអាចចាក់ Bluetooth ចាក់អីអញ្ចឹងទៅណាបាទនេះមាន noise មុខងារគេជំរុំចូលមើលបាទ body control អីនានាបាទមុខងារសុវត្ថិភាពច្រើនហើយតាក់ទង drive mode គេមានច្រើនដូចខ្ញុំបានប្រាប់ហ្នឹងនៅពេលដែលយើងចូល mode off road វានឹងដំណើរការដោយ motor 2អញ្ចឹងមាន mode eco សំចៃ comfort mode យើងបើកបរទូទៅនៅក្នុងក្រុងអីចឹងទៅបាទ sport គឺ performance បងចន់យកហ្មងបាទ Slippery នេះលក្ខណៈថាផ្លូវសើមផ្លូវល្អចឹងទៅបាទ off road នេះបាទជា mode ដែលយើងជិះលើផ្លូវពិបាកជាដើម individual នេះគឺបងប្អូនអាច custom ខ្លួនឯងបានឧទាហរណ៍ថាបងប្អូនចង់បានចកោធូចកោតឹងឬក៏ gear ធូ gear តឹងយើងសេរីខ្លួនឯងបានទៅតាមចំណង់ចំណូលចិត្តបងប្អូនអីជាដើមអូខេអញ្ចឹងល្អមែនតើពីមុខងារភ្លើងបាទនេះកន្លែងថ្មគេចេញមក color គេជុំបាសមែនតើបងប្អូនបាទមុខងារពិសេសមែនតើនេះមុខងារច្រើនបាទមានការ update software អីត្រឹមត្រូវហើយនេះក៏ស្អាតដែរបងប្អូននេះជាតិហ្មងប្រវល់មកលយមែនតើហើយតកតងមុខងារគេហៅថាមុខងារផាសុខភាពណាបាទម៉ាស៊ីនចេះក៏បំពាក់ដោយម៉ាស៊ីនចេះមួយដែលមានពន្ធបន្សុទ្ធខ្យល់បានល្អជាពិសេសកៅអីយើងអង្គុយនេះគឺមានកៅអីខ្យល់បាទកៅអីខ្យល់ទាំងសងខាងហើយចុចអូតូទាំងសងខាងចុចអបសិនប៉ុណ្ណឹងខ្ញុំគេថាមកលបបងប្អូនហើយជាពិសេសរថយន្តហ្នឹងក៏បំពាក់ដោយកាមេរ៉ា360មកជុំរថយន្តដែរបងប្អូនងាយស្រួលក្នុងការបើកបរនៅពេលដែលយើងចូលផ្លូវពិបាកឬក៏ផ្លូវ off road អីយើងអាចមើលកង់យើងខាងឆ្វេងខាងស្ដាំអញ្ចឹងណាហើយតែដល់ drive mode ក៏យើងអាចកាច់ទៅខាងនេះបងប្អូននេះបាទនេះយើងអាចកាច់ទៅចេញ animation នេះមកស្អាតមែនទេស៊ឺហ្មងបងប្អូនហើយកន្លែងដាក់លេខគឺនៅខាងនេះបងប្អូនណាកន្លែងដាក់លេខកន្លែងនេះសេរីផ្លិតទឹកមានកន្លែងសេរីផ្លិតទឹកអូតូហើយបងប្អូនមើលបាននៅចកោនេះ logo គេដាក់ iCa ICAUR មានអក្សរ U មានថាជារថយន្តដែលមានធានាផ្លូវការ8ឆ្នាំអញ្ចឹងបងប្អូនលយមែនតើដៃទ្វារជាមកស្អាតហើយបើសិនជាគេដាក់រំលេចពណ៌លឿងណាបាទខូលមែនតើបងអានោះយើងតំណងការរចនាចេញមកគឺប្លែកមែនតើស្អាតសំខាន់ស្រឡះក្បាលបាទលើនេះស្រួលមែនតើហើយកន្លែងដាក់ជើងកណ្ដាលនេះបាទទលាយមែនតើបងប្លែកយល់ទៅឡាននេះធ្វើមកប្លែកមែនតើគឺ space គេទលាយហ្មងកន្លែងដាក់ទូរស័ព្ទដាក់កែវទឹកបាទហើយក្នុងនេះមានហ៊ុនសាក Type C 2ទេណាបងប្អូននេះ1បាទ2ទេណាគួរមែនតើអូខេអញ្ចឹងតើតោះនឹងផ្នែកខាងមុខខ្ញុំមានប៉ុណ្ណឹងបន្ទាប់មកមើលផ្នែកខាងក្រោយមកខ្ញុំបន្តិចមុននឹងខ្ញុំបញ្ចប់វីដេអូតោះតាមណាទាំងអស់ចូលមកដល់ផ្នែកកៅអីជួរទី2អញ្ចឹងខ្ញុំចង់បង្ហាញចំណុចពិសេសទៅកាន់បងប្អូនបងអញ្ចឹងតើតើកញ្ចក់គឺកញ្ចក់អូតូទាំងអស់ហើយសំខាន់ជាងគេគឺនៅផ្នែកកៅអីជួរទី1ខាងមុខកញ្ចក់គេ2ជាន់អញ្ចឹងការពារសម្លេងរំខានបានច្រើនមែនតើបងប្អូនអូខេឥឡូវខ្ញុំបង្ហាញចំណុចពិសេសលើរថយន្តនេះអញ្ចឹងរថយន្តនេះគេធ្វើមកលយបងប្អូនចាំមើលនេះយើងអាចទាញកៅអីនេះឡើងចេះមកបន្ទាប់មកយើងអាចទាញកៅអីនេះបត់ចេះរៀបស្មើតែម្ដងសម័យមកបើសិនជាយើងយករថយន្តនេះធ្វើការដឹកអវ៉ាន់អីរៀងធំក៏ដោយឬក៏បងប្អូនយកទៅ camping គេងអីគឺត្រង់ស្មើតែម្ដងដាក់តែខ្នើយមក
បាទ enjoy ជាមួយ view ទេសភាពនៅខាងក្រោយសម័យមើលក៏ពិសេសដែរបងប្អូនហើយខាងក្នុងរថយន្តផ្ទាល់គាត់មិនមែនមានតែពណ៌ខ្មៅទេណាមានពណ៌សទៀតចឹងបើសិនជាបងប្អូនទៅថាស្លាញ់ពណ៌បែបរៀងភ្លឺបងប្អូនអាចជ្រើសយកពណ៌សបាននេះចូលមកអង្គុយសាកតិចអូយពុកស្បែកតុនស្រួលមែនតើនេះកន្លែងដាក់អាវ៉ាត់អីនេះនេះហើយឆ្លាស់ល្អបងប្អូនទលាយល្អមែនតើបងខាងក្រោយនេះអង្គុយ3នាក់គឺមកទលាយបើថា2នាក់ផាសុខភាពបងប្អូនពិសេសមែនតើអូខេបងប្អូនអញ្ចឹងផ្នែកអីគឺទី2ខ្ញុំមានប៉ុណ្ណឹងប៉ុន្តែអត់អស់ទេខ្ញុំនៅមានចំណុចពិសេសមួយទៀតដែលខ្ញុំចង់បង្ហាញបងប្អូនមុននឹងយើងបញ្ចប់វីដេអូតោះមកតាមដានទាំងអស់អូខេបងប្អូនអញ្ចឹងមុនបញ្ចប់វីដេអូចង់បញ្ជាក់ប្រាប់បងប្អូនថែមតិចទៀតហើយក៏ជាចំណុចពិសេសដែរអញ្ចឹងបងប្អូនត្រូវដឹងថា iCar ស្ថិតនៅក្រោមបទសម្ព័ន្ធជាមួយក្រុមហ៊ុន Cherry Group បងប្អូនឃើញទេបាទការលក់ចេញរថយន្តគេដល់18លានហើយបុគ្គលិកគេឡើងរាប់សិបម៉ឺនចរាចរណ៍132ប្រទេសបាទច្រើនខ្លាំងមែនតើបងប្អូនហើយមួយទៀតក៏ជាចំណុចសុវត្ថិភាពខ្លាំងដែររថយន្តនេះបានធ្វើការតេស្តបុកប៉ះសុវត្ថិភាព AZ Cap កាយ5អញ្ចឹងមានន័យថារថយន្តនេះពិតជាសុវត្ថិភាពសម្រាប់បងប្អូនខ្លាំងមែនតើក្នុងការយករថយន្តនេះទៅបើកបរថាគ្រប់លក្ខណៈផ្លូវទៅផ្សងប្រេងទៅណាអញ្ចឹងណាបងប្អូនអូខេអញ្ចឹងសម្រាប់បងប្អូនដែលថាចារអារម្មណ៍រថយន្ត iCar ដែលមានការធានាផ្លូវការពីក្រុមហ៊ុន Cherry កុំភ្លេចតាក់ទងមកក្រុមហ៊ុនផ្លូវការគាត់ដែលមានទីតាំងចុះពីស្ពានជ្រោយចបាមកដល់មុំមូបាទព្រំបាយ័នបាត់តាមផ្លូវ OCAC រយៈចម្ងាយត្រឹមតែ1គីឡូកន្លះហើយបងប្អូននឹងឃើញ showroom Cherry បាទអាចទស្សនាបានគឺនៅខាងមុខហ្នឹងបងមានរថយន្តសម្រាប់បងប្អូនធ្វើការបើកបរសាកល្បងផងដែរអូខេចឹងសម្រាប់វីដេអូខ្ញុំអំពី showroom របស់ Cherry ក៏ដូចជារថយន្ត iCar V23 ខ្ញុំមានប៉ុណ្ណឹងសង្ឃឹមថាបងប្អូននឹងពេញចិត្តពីខ្ញុំបាទសុតលាបសូមអរគុណសូមជម្រាបលា